ដោយសារតែមាន DNA មើលរ៉ូបដែរឡាននេះណាហើយមាន blind spot ដោបអូតូមានកាមេរ៉ាជុំវិញឡាន welcome seat ទាំងសងខាងណាក៏ប៉ះជិបមកវាទៅហើយទាំងសងខាងមកមិនមានតែខាងហ្នឹងទេហើយមានកៅអីត្រជាក់សងខាងទេបងប្អូនមាន auto parking auto brake ឲ្យទ្វារទៅមានឧបសគ្គពីក្រោយក៏ប្រាប់ដែលយើងចាក់កន្លងផ្លូវក៏ប្រាប់តម្លៃត្រឹមតែ$20,000ជាងហើយ option និយាយពីថាដូចឡាន30,000 40,000អញ្ចឹងសម្រាប់តែបងប្អូនស្រឡាញ់ដែលរថយន្តមានតម្លៃធូរថ្លៃតម្លៃចាប់ពី$22,800បងប្អូនជារថយន្ត Lynk & Co Z20 ដែល option ខ្ញុំមិនគួរឲ្យជឿទេគឺទំនើបហើយអត់សមនឹងតម្លៃទេបងប្អូនហើយចង់ដឹងថា option មិនសមនឹងតម្លៃគេខ្លះចាំមកតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទជំហានដំបូងទាំងដែលខ្ញុំចាប់អារម្មណ៍ដំបូងគេនោះគឺ sensor រហូតដល់12គ្រាប់បងប្អូនហើយអត់តែមាន sensor 12គ្រាប់បងប្អូនដឹងតែមាន auto parking អីអញ្ចឹងរថយន្តនេះគឺមាន auto parking ដែលមានន័យថាចូលចតដោយខ្លួនឯងបាទហើយបើថារចនាវិញគឺសឹងថាដូចមិនមែនឡានចិនណាបងប្អូនដូចមិនមែនឡានប្រទេសចិនទេណាដូចឡានប្រភេទពួកឡានអឺរ៉ុបបងប្អូនហ្នឹងហើយការ design ទាំងរូបរាងទាំងផ្នែកខាងក្រៅផ្នែកខាងក្នុងគឺ design ឡើងមកគឺដូចស្តៀងជាមួយនឹងរថយន្តរបស់អឺរ៉ុបតែម្ដងដោយសារតែមាន DNA កាត់មើលអឺរ៉ុបដែរឡាននេះណាជាប់មួយជាមួយនឹងទំហំយ៉ានកង់បាទ235 R18 ដែលជាប្រភេទយ៉ានមើលទៅស្រស់ស្អាតមែនតើសមជាមួយនឹងឡានណាហើយបាទជាមួយនឹងកញ្ចក់ frameless មើលទៅគឺកញ្ចក់ស្អាតមែនតើហើយមាន blind spot ក៏ដូចជាមានបាទក្តោបអូតូបាទហើយមានកាមេរ៉ាជុំវិញឡានគឺជាប្រភេទកាមេរ៉ា360ល្អខ្លាំងមែនតើគឺខ្ញុំមិនសឹងតែគួរឲ្យជឿបាទជាមួយនឹងការអាប់ដេតជាមួយនឹងដៃទ្វារប្រភេទថ្មីដែលប្រទេសចិនឥឡូវគឺគេរដ្ឋាភិបាលគេឲ្យប្រើប្រាស់ដៃទ្វាររបៀបនេះគេឲ្យលឹបលៀនណាបងប្អូនហ្នឹងហើយអញ្ចឹងគឺគ្រាន់តែយើងចុចប៊ូតុងចេះគឺទ្វារបើកហើយជាមួយនឹង welcome seat ទៀតបងប្អូន welcome seat ទាំងសងខាងវាដើរមកបងប្អូនហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺគៀងបាទជង្គៀងស្អាតខ្លាំងមែនតើមើលមកអត់ច្រឡំគេហ្មងកលេចខ្វាច់មកគឺ Lynk & Co តែម្ដងហ្នឹងហើយបងជាមួយនឹងការបើកឃ្លុបក្រោយអូតូបាទគឺលយមែនតើហើយឃ្លុបក្រោយនេះក៏មានប្រព័ន្ធការពារដែរបងប្អូនបើសិនជាយើងប៉ះអីក៏អាចជាវាអត់ទៅបងប្អូនហ្នឹងហើយអូខេហើយកន្លែងនេះគឺជាកន្លែងដាក់ឧបករណ៍នានាក្នុងការប៉ះកង់តាមផ្លូវអីចឹងណាបងប្អូនហ្នឹងហើយផ្នែកខាងក្រោយគឺមានតែប៉ុណ្្នឹងបូករួមជាមួយនឹង sensor 9គ្រាប់នៅខាងក្រោយមែន4ទេ6គ្រាប់បងប្អូនសុំទោសហ្នឹងហើយជាប់ជាមួយរំលេចជាមួយនឹង Z20 និង Lynk & Co បាទហើយអគ្គិសនីរបស់រថយន្តនេះគឺសាកមកពេញគឺអាចបើកបរបានចម្ងាយរយៈ430គីឡូបាទគឺយើងអាចសាកនៅផ្ទះក៏បានសាកនៅកន្លែង station ក៏បានហ្នឹងហើយអូខេអញ្ចឹងចូលមកផ្នែកខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាដូចតែខ្ញុំបាននិយាយអញ្ចឹងបងប្អូនគឺមានអូតូ welcome seat ទាំងសងខាងណាក៏ប៉ះជិបមកវាទៅហើយទាំងសងខាងមកមិនមានតែខាងហ្នឹងទេហ្នឹងហើយបូករួមជាមួយនឹងដៃចង្កូតស្រស់ស្អាតមែនតើបាទមានប្រភេទស្បែកហើយពូកនេះគឺមាន2ពណ៌ដែលមានពណ៌រៀងប្រផេះបែបនេះដូចជាពណ៌រៀងទៅដោះគោហើយមានកៅអីត្រជាក់សងខាងទេបងប្អូនលយខ្លាំងមែនតើបាទអានេះមានកាមេរ៉ា360បាទមានអូតូ parking បាទមានអូតូ brake បាទហើយមានការចាប់កន្លងផ្លូវបើកទ្វារទៅមានឧបសគ្គពីក្រោយក៏ប្រាប់នៅពេលដែលយើងចាក់កន្លងផ្លូវ alert ក៏ប្រាប់គឺលយខ្លាំងមែនតើបាទនេះចាក់កន្លងផ្លូវបាទដេញលបឿនចាប់លបឿនឡានខាងមុខបាទនេះបងប្អូននេះចាប់ប្រាំងអូតូអីហ្នឹងគឺមានទាំងអស់ហើយ option ឡាននេះហើយតម្លៃត្រឹមតែ$20,000ជាងហើយ option និយាយពីថាដូចឡាន30,000 40,000អញ្ចឹងហ្នឹងហើយនេះបងប្អូនយើងអាចប្រើប្រាស់នៅក្នុង shortcut ខាងនេះក៏បានដែរគឺវាល្អខ្លាំងមែនតើអូខេនេះមាន sport mode sport អីចឹងទៅនេះឡានទូទៅក៏មានដែរហ្នឹងហើយអ្វីដែលខ្ញុំស្រឡាញ់ជាងគេបំផុតនោះគឺមានគេហៅថាអូតូបើកក៏យើងចុចមួយចេះបើកទ្វារបងប្អូនហ្នឹងហើយក៏មានកន្លែងទ្វារអាសន្នដែរនៅពេលដែលឡានអស់អង្គុយអីចឹងក៏យើងអាចបើកជាមួយនឹងដៃប្រើ manual ក៏បានដែរគឺហៅទ្វារអាសន្នណាបងប្អូនជាងនេះក៏បានដូចគ្នាហ្នឹងភ្ជាប់ជាមួយនឹងដំបូលកញ្ចក់ដែលជាប្រភេទ sunroof តែម្ដងគឺកញ្ចក់ខ្មៅស្អាតខ្លាំងមែនតើក៏ដូចជាពិនិត្យសេរីឡានចុងក្រោយថ្លៃមិនមានកញ្ចក់បែបហ្នឹងបងប្អូនហើយនឹង ambient light ដែលយើងអាចផ្លាស់ប្ដូរពណ៌ក៏បានអូលយខ្លាំងមែនតើតែម្ដងបងប្អូនខ្ញុំពេញចិត្តតែម្ដងសម្រាប់ដែលបងប្អូនមានតម្រាក់លវៈថាវិការពីមើលស្ដាងអីអាចពិចារណាបានទាំងរូបរាងបាទហើយមើលខាងនេះក៏មាន wireless charge ដែរហើយមានរុនសាកបាទទូរស័ព្ទតាមផ្នែកខាងមុខផ្នែកខាងក្រោយក៏មានបាទអញ្ចឹងចូលមកផ្នែកខាងក្រោយមើលខ្ញុំទាំងអស់គ្នាចូលដល់ផ្នែកខាងក្រោយបាទគឺ
អូបើថាមានទូចប៉ុនខ្ញុំអីគឺមកស្រួលខ្លួនតែម្ដងមកអង្គុយស្រួលហ្មងបងប្អូនអញអង្គុយបានគ្នា3នាក់នៅខាងក្នុងនេះបាទគឺស្អាតខ្លាំងមែនតើមើលទៅដូចឡានបណ្ឌិតហ្មងណាមិននឹកស្មានថាតម្លៃធូរប៉ុណ្ណឹងហើយយើងអង្គុយដូចនៅក្នុងឡានបណ្ឌិតណាវ៉ាវអេមខ្លាំងមែនតើអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ទៅលើឡាន Lin & Co Z20 នេះបងប្អូនអាចសាកសួរព័ត៌មានខាង SDB បានបងប្អូនអាចបើកបោក៏បានចង់មកប៉ះពាល់ឬក៏មកសាកសួរព័ត៌មានអីចឹងក៏បានដែរស្អាតមែនទេបងប្អូនអញ្ចឹងជម្រាបលាជួយ follow page ខ្ញុំអ្នកមួយផងបាយបាយ